ការផ្លាស់ប្ដូរការវាយប្រហារតាមអាកាសគ្រាប់មីស៊ីលនិងដ្រូនយ៉ាងសាហាវឃោឃៅរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានធ្វើឲ្យកិច្ចព្រមព្រៀងបត់ឈប់បាញ់កាលពីខែមិថុនារលាយបាត់រូបរាងទាំងស្រុងស្ថានភាពបច្ចុប្បន្នបានផ្លាស់ប្ដូរពីសំណួរដែលថាតើអាមេរិកនិងអ៊ីរ៉ង់ត្រឡប់មកធ្វើសង្គ្រាមវិញឬទេទៅជាតើចំនួននេះកំពុងប្រែជាសង្គ្រាមអូបន្លាយដែលគ្មានភាគីណាមួយអាចយកឈ្នះបានដែលគេហៅថា forever war ឬយ៉ាងណាអ្នកវិភាគយោធាបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថាការប្រយុទ្ធគ្នានេះអាចនឹងក្លាយទៅជាសង្គ្រាមគ្មានទីបញ្ចប់ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកធ្លាប់បានឆ្លងកាត់នៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដែរបើទោះបីជាអាមេរិកមានឧត្តមភាពយោធាដាច់គេនិងបានកំទេចសមត្ថភាពការពាររបស់អ៊ីរ៉ង់អស់ជាច្រើនក៏ដោយក៏អ៊ីរ៉ង់នៅតែអាចប្រើប្រាស់អាវុធធុនស្រាលតម្លៃថោកដូចជាដ្រូន Shahed និងទូកល្បឿនលឿនដើម្បីបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកអ្នកជំនាញបានចង្អុលបង្ហាញថាទោះបីជាអាមេរិកអាចបំផ្លាញអាវុធអ៊ីរ៉ង់បានរហូតដល់ 95% ក៏ដោយក៏សមត្ថភាពនៅសល់តែ 5% របស់អ៊ីរ៉ង់នៅតែគ្រប់គ្រាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្រៅពីនេះចំនួនកាន់តែមានវិសាលភាពធំឡើងខណៈដែលការប៉ះទង្គិចបានរាលដាលដល់បណ្ដាប្រទេសនៅតំបន់កាត់កោះអារ៉ាប់និងស៊ីរីហើយក្រុមហ៊ូធីនៅយេម៉ែនក៏បានគំរាមកំហែងដល់ផ្លូវទឹកអារ៉ាប៊ីសាអូឌីតបន្ថែមទៀតបើទោះបីជាមានការប្រឹងប្រែងសម្របសម្រួលពីប្រទេសប៉ាគីស្ថានក៏ដោយក៏ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញជំហានមិនចង់ចរចាឡើងវិញនោះទេខណៈដែលទីក្រុងតេហេរ៉ង់បានប្រកាសថានឹងមិនលះបង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដោយងាយស្រួលឡើយប្រសិនបើគ្មានការធ្វើសម្បទានធំដុំណាមួយពីភាគីអាមេរិកអ្នកជំនាញបានព្រមានថាប្រសិនបើគ្មានដំណោះស្រាយផ្នែកនយោបាយណាមួយត្រូវបង្កើតឡើងទេសង្គ្រាមនេះនឹងបន្តវិលវល់ក្នុងវដ្តនៃការវាយបកនិងសងសឹកគ្នាដោយគ្មានទីបញ្ចប់ឡើយ